Okay, so todayទាំងអស់គ្នាខ្ញុំឆែកដែរថ្ងៃនេះខ្ញុំចង់មកចែករំលែកអំពីបទពិសោធន៍ការពីម្សិលមិញគឺយើងបានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមយុវជនដែលគាត់មកពីបណ្ដាប្រទេសនានាក្នុងការចែករំលែកអំពីបទពិសោធន៍ក៏ដូចជាមានការរៀបចំក្រុមផ្សេងៗអំពីលើកឡើងពីអនុសាសន៍របស់ពួកគាត់អំពីបញ្ហាដែលពួកគាត់ជួបប្រទះនៅក្នុងប្រទេសរបស់ពួកគាត់ហើយក្រុមយុវជនទាំងអស់ហ្នឹងគាត់បានបង្ហាញនៅចំណេះដឹងរបស់ពួកគាត់បង្ហាញនៅផ្នែកគំនិតរបស់ពួកគាត់ពាក់ព័ន្ធទៅនឹងការរើសអើងក៏ដូចជាការចុះបញ្ជីផ្សេងៗទៅកាន់អាជ្ញាធររបស់ពួកគាត់ហើយថ្ងៃនេះផងដែរយើងនឹងជួបជាមួយនឹងការចូលរួមប្រជុំជាមួយនឹងខាង NGO អង្គការដៃគូពាក់ព័ន្ធជាពិសេសគឺអង្គការសហប្រជាជាតិដែលគាត់បានចូលរួមស្ដាប់អំពីសម្លេងរបស់យុវជនហើយយើងនឹងមានការសម្ដែងនៅសូត្រពិសេសក៏ដូចជាការបង្ហាញនៅស្លាយពាក់ព័ន្ធទៅនឹងអនុសាសន៍របស់ក្រុមយុវជនអញ្ចឹងខ្ញុំអត់ចង់លម្អិតច្រើនពេកទេចង់ឲ្យទាំងអស់គ្នាទស្សនានៅសកម្មភាពរបស់ពួកខ្ញុំវិញថាតើខ្ញុំនឹងធ្វើអីខ្លះអូខេអញ្ចឹងអរគុណចា៎ទាំងអស់គ្នាអ្វីដែលខ្ញុំបានរៀនសូត្រពីកម្មវិធីនេះគឺច្រើនខ្លាំងមែនទែនតាំងទំនាក់ទំនងតាំងការចោះសម្បត្តិកំណើសម្បត្តិអាពាហ៍ពិពាហ៍និងសម្បត្តិមរណភាពហើយក៏ទទួលបានការចែករំលែកអំពីសម្លេងរបស់យុវជនមកពីបណ្ដាប្រទេសនានាជំវិញការចុះបញ្ជីសម្បត្តិកំណើសម្បត្តិអាពាហ៍ពិពាហ៍និងការចុះបញ្ជីមរណភាពហើយខ្ញុំគិតថាជាចំណេះដឹងដ៏ល្អមួយក្នុងការចូលរួមចែករំលែកអំពីបទពិសោធន៍ហើយថ្ងៃនេះផងដែរគឺយើងបានចូលរួមស្ដាប់នៅសម្លេងរបស់ពួកគាត់ក្នុងការចែករំលែកទៅដល់អង្គការសហប្រជាជាតិអង្គការសង្គមស៊ីវិលនិងអង្គការដៃគូផ្សេងៗដែលគាត់បានចូលរួមក្នុងការស្ដាប់និងបញ្ចេញមតិយោបល់ទៅកាន់យុវជនត្រឡប់វិញ